នៅក្នុងជំនឿប្រជាប្រិយថៃមានគ្រូធ្មប់ស្រីម្យ៉ាងដែលជំនាញខាងចិញ្ចឹមវិញ្ញាណខ្មោចឬកូនក្រក់ដើម្បីក្លាយជាអ្នកចិញ្ចឹមខ្មោចដ៏ពិតប្រាកដម្នាក់ត្រូវបូជាខ្លួនប្រាណឲ្យទៅបិសាចក្រោយពេលពេញវ័យក្មេងស្រីឈ្មោះអ៊ីមម៉ែបានចាប់ផ្ដើមពិធីបន្តវេនពីម្ដាយរបស់នាងដើម្បីក្លាយជាអ្នកតំណាងវិញ្ញាណក្នុងភូមិទោះជាយ៉ាងណាម្ដាយរបស់នាងតែងតែបារម្ភព្រោះបើអ៊ីមម៉ែខុសបម្រាមបាត់បង់ព្រហ្មចារីយ៍នាងនឹងត្រូវបណ្ដាសាបិសាចអស់មួយជីវិតមិនយូរប៉ុន្មានអ៊ីមម៉ែបានលង់ស្រឡាញ់ឈៀវឈួយដែលជាមិត្តភក្តិកាលពីក្មេងទើបតែត្រឡប់មកពីបរទេសម្ដាយរបស់អ៊ីមម៉ែបានព្យាយាមហាមឃាត់ទំនាក់ទំនងនេះដើម្បីការពារជីវិតកូនស្រីពីគ្រោះថ្នាក់រឿងរ៉ាវចម្លែកនិងព្រឺព្រួចចាប់ផ្ដើមកើតឡើងជាបន្តបន្ទាប់ជាការព្រមានពីបិសាចដែលខឹងសម្បាទោះបីជាដឹងពីគ្រោះថ្នាក់ប៉ុន្តែដោយសារកម្លាំងស្នេហាអ៊ីមម៉ែនៅតែសម្រេចចិត្តលួចជួបឈៀវឈួយជាសម្ងាត់អ៊ីមម៉ែបានបំពេញបំរាមដ៏ធំដោយការប្រគល់ខ្លួនប្រាណលើកដំបូងរបស់នាងទៅឲ្យឈៀវឈួយទង្វើនេះបានធ្វើឲ្យបិសាចកាន់តែខឹងសម្បានិងចាប់ផ្ដើមតាមលងបន្លាចពួកគេទាំងពីរយ៉ាងសាហាវម្ដាយរបស់អ៊ីមម៉ែបានដឹងរឿងនេះនិងបានព្យាយាមប្រើមន្តអាគមដើម្បីកម្ចាត់ឈៀវឈួយចេញពីកូនស្រីនៅក្នុងពិធីបូជាបិសាចបានចូលសន្ធិដ្ឋក្នុងខ្លួនអ៊ីមម៉ែនិងបានបញ្ជាឲ្យនាងសម្លាប់ឈៀវឈួយអ៊ីមម៉ែបានសម្លាប់ឈៀវឈួយយ៉ាងសាហាវឃោរឃៅហាក់ដូចជាមនុស្សបាត់បង់ស្មារតីម្ដាយរបស់អ៊ីមម៉ែក៏បានស្លាប់នៅក្នុងភ្នក់ភ្លើងដែលឆេះបំផ្លាញទីសក្ការៈបិសាចនោះដែរក្រោយពីអ្វីគ្រប់យ៉ាងបានបញ្ចប់អ៊ីមម៉ែបានដឹងការពិតដ៏ឈឺចាប់ពីមិត្តភក្តិរបស់នាងឈៀវឈួយគឺជាបុរសព្រាននារីដែលបានបោកប្រាស់នាងនិងមិត្តភក្តិម្នាក់ទៀតក្នុងពេលតែមួយអ៊ីមម៉ែត្រូវរស់នៅយ៉ាងវេទនាជាមួយវិប្បដិសារីនិងសំណួរថាតើជីវិតនាងនឹងទៅជាយ៉ាងណាជាបន្តទៀត